ដោយរលូនកាលណាបើគាត់ធ្វើបានទៅ10យើងបង្កើនដល់11ច្បាស់ជាអត់បានជោគជ័យអញ្ចឹងគាត់សប្បាយអញ្ចឹងបានន័យថាត្រឡប់មកវិញក្នុងព្រឹត្តិការណ៍លើកទី2គឺទទួលបានជោគជ័យច្រើនបាទជោគជ័យច្រើនសម្រាប់ការប្រកួតនៅក្នុងឆ្នាំទី2នៅកម្ពុជាបាទអញ្ចឹងបងមានគោលបំណងរៀបចំក្នុងឆ្នាំលើកទី3នេះបាទខ្ញុំមានគោលបំណងរៀបចំលើកទី3នេះគឺលើកទី3នេះគឺថ្ងៃទី1បាទថ្ងៃទី1ខែ11 2015ចិត្តដល់ពេលនៅមួយខែទៀតទេដល់មួយខែទៀតនឹងមានព្រឹត្តិការណ៍នឹងកើតឡើងម្ដងទៀតអញ្ចឹងជំរាបសួរបងបន្តថាតើបច្ចុប្បន្ននេះសម្រាប់បងជាអ្នកគ្រប់គ្រងក៏អ្នករៀបចំព្រឹត្តិការណ៍នៅកម្ពុជាហ្នឹងតើបងមានបានរៀបចំបណ្ដុះបណ្ដាលថ្នាលយុវជនក្មេងៗយើងឲ្យគាត់ស្រឡាញ់តែគាត់ស្រឡាញ់តែគាត់មានឱកាសមួយរៀបឱកាសរៀនសូត្រពីខាងណាទេអញ្ចឹងបងមានរៀបចំថ្នាលទេខ្ញុំមិនថាខ្ញុំមានឬវិញក៏ប៉ុន្តែខ្ញុំមានទីតាំងសម្រាប់ការរៀនជិះម៉ូតូផ្នែកប្រភេទតិចជិះម៉ូតូ Enduro Cross ឬក៏ម៉ូតូ Cross មាននៅនំប្រសិទ្ធហើយក៏ប៉ុន្តែឥឡូវនេះយើងវាមានតែសម្រាប់ខ្ញុំបានបង្រៀនសម្រាប់តែកូនប្រុសខ្ញុំឯ trek ហ្នឹងគឺ trek ហ្នឹងគឺខ្ញុំហើយនឹងមានកីឡាករដែលគាត់ចោះឈ្មោះសម្រាប់ជិះក្នុង trek ហ្នឹងគាត់មានបាទប្រចាំឆ្នាំបងតែ$50ក្នុងមួយឆ្នាំបាទ trek ហ្នឹងព្រោះអី trek ហ្នឹងទីលានហ្នឹងគឺខ្ញុំជួលគេដែរបាទខ្ញុំជួលគេសម្រាប់ធ្វើការប្រណាំងបាទអញ្ចឹងយើងមានគេនេះក៏ប៉ុន្តែខ្ញុំចង់ឲ្យអ្នកដែលចូលចិត្តវិស័យហ្នឹងសូមឲ្យគាត់ទៅជិះក្នុងទីលានកុំឲ្យគាត់ជិះនៅតាមផ្លូវសាធារណៈនៅទីជុំដែលប៉ះពាល់ដល់ប្រជាជនគ្រោះថ្នាក់ដល់អ្នកដទៃអាហ្នឹងគឺខ្ញុំសូមសំណូមពរប៉ុណ្ណឹងអត់ចង់ឲ្យគាត់អញ្ចឹងទេបាទឲ្យគាត់ទៅរៀនជិះកន្លែងណាដែលកុំឲ្យប៉ះពាល់ដល់អ្នកដទៃបាទចុះគោលដៅសម្រាប់បងដែលនៅក្នុងឆ្នាំ2023កម្ពុជាយើងជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ SEA Games តើបងមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរនៅក្នុងព្រឹត្តិការណ៍ម៉ូតូរបស់បងខ្ញុំក្នុងចំណាប់អារម្មណ៍របស់ខ្ញុំគឺខ្ញុំមានសុឆន្ទៈរបស់ខ្ញុំគឺចង់ក៏ប៉ុន្តែតែយើងដើរដល់ដំណាក់កាលនោះឬក៏មិនដល់ក៏ប៉ុន្តែខ្ញុំចង់តែខ្ញុំកាលពីខ្ញុំរៀបចំកម្មវិធី Enduro Cross Cambodia លើកទី2ឯកឧត្តមមេសុផាណាគាត់បានទៅចូលរួមក្នុងកម្មវិធីនេះដែរគាត់បានផ្ដល់ជាគំនិតគាត់បានលើកទឹកចិត្តដល់អ្នករៀបចំកម្មវិធីដល់កីឡាករថាឲ្យខំប្រឹងធ្វើទៅឬមួយក៏ខំប្រឹងរៀនពីជំនាញវិសា Enduro Cross Cambodia ទៅបើសិនជាយើងធ្វើបានល្អយើងលេចធ្លោទៅយើងនឹងយកវិញ្ញាសាហ្នឹងសម្រាប់ដាក់ចូលទៅអាស៊ាន SEA Games 2023ខាងមុខហ្នឹងអាហ្នឹងឯកឧត្តមមីសផាណាគាត់បានមានប្រសាសន៍អញ្ចឹងបាទអញ្ចឹងខ្ញុំចង់ឲ្យបងបែងចែកបន្តិចតទៅនឹង Enduro Cross Cambodia និង Moto Cross តើពីរនោះវាខុសប្លែកគ្នារបៀបម៉េចបងអាចជម្រាបជូនបានខ្ញុំដែលតាមខ្ញុំមានបទពិសោធន៍ Enduro Cross ហើយនឹង Moto Cross ហើយនឹង Super Cross វាមាន3 Enduro Cross ហ្នឹងប្រភេទ Enduro Cross ធម្មជាតិទៀត Indoor និង Outdoor បាទអញ្ចឹងខ្ញុំនិយាយថា Enduro Cross យើងនេះគឺសម្រាប់ជាផ្លូវរាបហើយនឹងមានឧបសគ្គថ្មដើមឈើអីទេវាជាមិនមែនជាប្រភេទហោះទេដល់ពេលហោះគេហៅវាមាន2ទៀតហោះហ្នឹងគេហៅSuper Cross និង Moto Cross ដល់ពេលMoto Cross បានន័យថាវាហោះហើយវាមានចុះមកអញ្ចឹងវាមានបត់បែនហើយវាហោះមួយដល់ពេលSuper Cross គឺវាហោះរហូតវាហោះហើយវាចុះមកហោះទៀតបងអត់មានដែលរត់បានចម្ងាយ200ម៉ែត្រទេអត់ទេអាហ្នឹងគេហៅ Super Cross ហើយដល់ពេលជារបៀបប៉ុណ្ណឹងដែរជាប្រភេទប៉ុណ្ណឹងដែរក៏ប៉ុន្តែល្បែងហ្នឹងSuper Cross ជាប្រភេទត្រូវការពេលវេលាយូរត្រូវការរៀនឲ្យបានតាមថ្នាក់តែបើសិនជាយើងមិនបានទេធ្វើឲ្យយើងគ្រោះថ្នាក់តែបើ Enduro Cross នេះគឺអត់ធ្វើឲ្យយើងគ្រោះថ្នាក់ធ្ងន់ធ្ងរទេគ្រាន់តែផ្លោះដៃគិតក៏ជើងទីទួយទេតែបើ Super Cross វាធ្វើឲ្យយើងគ្រោះថ្នាក់វាហោះរហូតបាទចំណែកបងប្រុសបានបទពិសោធន៍នៅក្នុងការប្រណាំងម៉ូតូនេះមកពីខាងណាខ្ញុំ
តាមពិតខ្ញុំមានបទពិសោធន៍មកតាមរយៈមិត្តភ័ក្តិបរទេសដែលគាត់មកនេះជារៀងច្បងណាខ្ញុំសូមលើកឈ្មោះគាត់គាត់ជាអ៊ីវត្រីដែលគាត់នាំវិស័យកីឡាម៉ូតូនឹងមកជិះនៅស្រុកយើងនឹងជាអ៊ីវត្រីព្រោះគាត់ជាជនជាតិបារាំងហើយគាត់ក៏ជាខ្មែរគាត់កើតនៅស្រុកខ្មែរយើងនេះក៏ប៉ុន្តែគាត់ចូលចិត្តវិស័យកីឡាម៉ូតូគ្រុសហ្នឹងណាហើយដល់ពេលអញ្ចឹងទៅពួកខ្ញុំដែលចូលចិត្តក៏ចាប់ផ្ដើមទិញម៉ូតូជិះអញ្ចឹងទៅមើលពីតិចនិចគាត់អញ្ចឹងទៅហើយគាត់ក៏បានរៀបចំការប្រណាំងអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យកីឡាម៉ូតូហ្នឹងទៅតើបងចូលរួមមកតាំងពីឆ្នាំណាខ្ញុំចាប់ផ្ដើមចូលរួមការប្រកួតហ្នឹងគឺឆ្នាំ2000ខ្ញុំចូលប្រកួតឆ្នាំ2000ហើយខ្ញុំមិនបានចំណាត់ថ្នាក់អីធំដុំទេគ្រាន់តែបានលេខវាតាម level ដែរបាទយើង level ខ្ញុំចូលខ្លះ B សម្រាប់ B អាហ្នឹងណា B ហ្នឹងបានន័យថាម៉ូតូចង្គៀងបាទម៉ូតូចង្គៀងក៏ប៉ុន្តែយើងមានបទពិសោធន៍ក្នុងការបញ្ជាម៉ូតូម៉ូតូហ្នឹងដល់ពេលអញ្ចឹងទៅខ្ញុំវាបានលេខ3លេខ4លេខ5បាទអត់បានចំណាត់ថ្នាក់ដល់ពេលឆ្នាំ2015នេះខ្ញុំបានអាប់ដេតខ្លួនខ្ញុំឡើងទៅជា class A វិញ A ហ្នឹងបានន័យថា A level ហ្នឹងវាមាន A expert បរទេសក្រៅប្រទេសក៏ប៉ុន្តែខ្ញុំA សម្រាប់ក្នុងស្រុកទេហើយឆ្នាំ2015ហ្នឹងគឺខ្ញុំបានលេខ5ដែរសម្រាប់ម៉ូតូ Super Cross តែ Enduro Cross នេះខ្ញុំអត់ដែរខ្ញុំជាអ្នករៀបចំខ្ញុំអត់មានពេលនឹងតំណែងទេព្រោះខ្ញុំអត់មានឱកាសនឹងតំណែងទេខ្ញុំរវល់នឹងរៀបចំកម្មវិធីតែទោះទៅនឹងព្រឹត្តិការណ៍ Enduro Cross Cambodia លើកទី3តើបងមានអ្វីតាមផ្នែកទស្សនិកជនក៏ដូចជាអរគុណដល់ម្ចាស់ sponsor ដែលជួយជុំជែកដើម្បីបង្កើតព្រឹត្តិការណ៍នេះឡើងបាទខ្ញុំសូមថ្លែងអំណរគុណនៅម្ចាស់ឧបត្ថម្ភកម្មវិធីដែលចាប់ផ្ដើមរៀបចំការប្រណាំងម៉ូតូ Enduro Cross Cambodia តាំងពីលើកទី1លើកទី2ហើយឈានដល់លើកទី3នេះខ្ញុំសូមអរគុណទី1គឺដល់ដែល Prince Top 1ដែលគាត់បានរៀបដែលបានឧបត្ថម្ភតាំងពីលើកទី1បាទមកដល់ការប្រកួត Enduro Cross Cambodia នឹងលើកទី2ខ្ញុំសូមអរគុណដល់ Prince Lucas ដែលគាត់បានឧបត្ថម្ភដល់កម្មវិធី Enduro Cross Cambodia ហើយនឹងឈានដល់លើកទី3នេះគឺ Prince Chris Fimoli ដែលគាត់បានសហការរៀបចំសម្រាប់លើកទី3នៅថ្ងៃទី1ខែ11 2015ខាងមុខនេះចិត្តមកដល់ហើយខ្ញុំសូមឲ្យកីឡាករចូលរួមឲ្យបានច្រើនតើបងមានទី5ផ្ញើដល់ទស្សនិកជនដែលយើងរបស់យើងដែលកំពុងតាមដានទស្សនានៅក្នុងកញ្ចក់ទូរទស្សន៍ BTV បាទខ្ញុំអត់មានអីផ្ដាំផ្ញើធំដុំខ្ញុំសូមតែសំណូមពរដល់កីឡាករដែលជិះម៉ូតូទាំងអស់សូមឲ្យគាត់ជិះម៉ូតូហ្នឹងឲ្យបានគេហៅថាភាពថ្លៃថ្នូរសូមឲ្យរក្សាភាពថ្លៃថ្នូរកុំឲ្យប៉ះពាល់ដល់អ្នកដទៃបើគាត់ចង់ការជិះសប្បាយសូមឲ្យគាត់ប្រយ័ត្នសូមតែកុំឲ្យប៉ះពាល់ដល់អ្នកដទៃគ្រោះថ្នាក់បើយើងចង់ឲ្យថាសាហាវយើងសាហាវនៅក្នុងទីលានប្រកួតបានហើយបើថាយើងជិះនៅតាមផ្លូវសាធារណៈសូមកុំឲ្យសាហាវតែប៉ុណ្្នឹងសូមក្នុងនាមខ្ញុំជាអ្នករៀបចំហើយក្នុងនាមខ្ញុំជាអ្នកកីឡាករមួយរូបដែរបាទសូមអរគុណបាទសូមអរគុណបាទតែបានចំណាយពេលវេលាដ៏មានតម្លៃក្នុងកម្មវិធីជីវិតនិងកីឡានៅក្នុងសប្តាហ៍នេះផងដែរបាទពេលមកទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទកម្មវិធីជីវិតនិងកីឡាក្នុងសប្តាហ៍នេះចាត់តងទៅនឹងព្រឹត្តិការណ៍ Enduro Cross Cambodia តែជាព្រឹត្តិការណ៍មួយនៅក្នុងព្រះរាជាកម្ពុជាយើងរៀបចំបានពីលើកហើយលើកទី3នឹងចាប់តាមនៅពេលខាងមុខនេះគឺថ្ងៃទី1ខែ11ឆ្នាំ2015នេះតែបងប្រុសគឺជាអ្នករៀបចំផ្ទាល់ក្នុងព្រឹត្តិការណ៍នេះបាទអរគុណទស្សនិកជនដែលបានចំណាយពេលតាមកម្មវិធីជីវិតកីឡាតាមពីដើមដល់ចប់អ្នកវិទ្យាខ្ញុំបាទនិងបងប្រុសសូមអរគុណនិងសូមគោរពលាបាទប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកនាងទស្សនបានទស្សនានៃកិច្ចសម្ភាសន៍រវាងលោកកឹមសុវណ្ណយុទ្ធជួបជាមួយនឹងលោកខុនពីឡុតជុំវិញការរៀបចំព្រឹត្តិការណ៍ Enduro Cross Cambodia បាននៅក្នុងទឹកដីកម្ពុជាឃើញថាទទួលបានជោគជ័យហើយក្នុងនោះគឺនៅក្នុងប្រជាជាតិកម្ពុជាឆ្នាំក្រោយទៀតគឺកម្មវិធីបណ្ណាយានយន្តនឹងកើតមានឡើងជាច្រើនទៀតតាមរយៈការរៀបចំរបស់សហព័ន្ធកីឡាយានយន្តកម្ពុជាប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីកម្មវិធីជីវិតនិងកីឡានៅក្នុងសប្តាហ៍នេះក៏បានឈានដល់ទីបញ្ចប់ផងដែរក៏សូមថ្លែងអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកខណៈនេះខ្ញុំបាននឹងក្រុមការងារសូមអរគុណនិងសូមគោរពលា